សំលៀងមិនបានកាត់មុតបច្ចៈមកប៉ុណ្ណាសំលៀងមិនបានកាត់មុតអញ្ចឹងខ្ញុំមកប្រាប់ពីវិធីសំលៀងកន្ត្រៃនេះជាមួយនឹងក្បាលដេកេសនេះសំលៀងហើយកាត់មុតមែនមកប៉ុណ្ណាខ្ញុំអត់កុហកទេអញ្ចឹងអានេះជាក់ស្ដែងពីដំបូងកាត់ឲ្យមុតហ្នឹងខ្ញុំអត់ប្រើជើងជន់អត់ប្រើអីទេអញ្ចឹងវិធីសំលៀងមិនបងប្អូនសំលៀងគឺដាក់ឲ្យចំគែមនេះឲ្យចំអាកន្លែងគែមស្នូលអាកន្លែងក្បាលដេកេសនេះអត់សំលៀងឲ្យចំកដាលទេវាធ្វើអីរឹករិចមុខវិញអញ្ចឹងយើងសំលៀងយើងដាក់ឲ្យចំគែមឆ្នូតហ្នឹងអាកន្លែងគែមក្បាលដេកេសហ្នឹងកន្លែងចំហប្រហោងមួយគែមហ្នឹងយើងឆោតវាចឹងហ្នឹងហើយទុបអានេះនៅជាប់មេដៃយើងទុបអញ្ចឹងមកហើយយើងរុញវាយ៉ាងយូរទេបងប្អូនអញ្ចឹងដល់ពេលដែលចំកន្លែងស្នូតហ្នឹងក្បាលអាកន្លែងស៊ុយហ្នឹងវាចុះទៅក្រោមហើយអាកន្លែងគែមនេះវាសឹកបងប្អូនណាចឹងបងប្អូនយើងមកបងប្អូនកតែបងប្អូនចាស់បងប្អូនសំលៀងវាយ៉ាងយូរបន្តិចខ្ញុំអត់កាត់តអត់អីទេបងប្អូនមើលចាក់ស្ដាយខ្លួនឯងទៅថាវាសំលៀងបានផលមិនកាត់មុតមិនអានេះវាគ្រាន់បើជើងយើងទុកកន្ត្រៃចោលហើយយើងអត់សំលៀងដែរបងប្អូនណាវិធីនេះហើយមកខាងទៀតយើងត្រឡប់ទៅចឹងមកហើយយើងហួយមកខាងទៀតគ្នានេះបងប្អូនចឹងមកបងឃើញដាក់ឲ្យចំគែមនេះវាអត់ខូចក្បាលដេកេសទេបងប្អូនហើយបើសិនណាជាខូចក៏បោះចោលទៅដេកេសមិនហ្មងហើយយើងយកអាដេកេសដែលយើងអស់ទឹកហើយយើងយកមកប្រើមកបងប្អូនវាមិនសមចៃទៀតអញ្ចឹងយើងប្រើចឹងមកបងប្អូនហួយចឹងមកពេលសំលៀងប្រយ័ត្នមុតដៃផងហួយចឹងមកហើយមកខាងទៀតយើងឆូតវាបងប្អូនឆូតចឹងមកឆូតចឹងមកណាតែយើងចាស់យើងសំលៀងវាមុតយ៉ាងយូរតិចមកចឹងមកត្រឡប់ទៀតមកឥឡូវកាត់បញ្ជាក់បងប្អូនណានៅពេលដែលខ្ញុំកាត់ខ្ញុំអត់ទាញប្រើជើងប្រើអីមុនទេអញ្ចឹងយើងកាត់ដាក់កណាត់ចឹងមកហើយកាត់បងប្អូនមើលឃើញមុតទេវាអាចប្រើបានបងប្អូនវាអាចប្រើបានបើថាឲ្យវាមុតដូចថ្មីមុតដូចនេះហ្មងវាមិននេះទេអានេះខ្ញុំយកកន្ត្រៃចាស់យកមកជូនបងប្អូនមើលនេះបងប្អូនឃើញមុតទេហើយនេះកន្ត្រៃដែលខ្ញុំធ្វើវីដេអូមុនហើយខ្ញុំអត់នេះទេបងប្អូនអត់ប្រើជើងប្រើអីកាត់ទេយើងដាក់ហ្នឹងសើបងប្អូនឃើញកន្ត្រៃហ្នឹងមុតទេវិធីសាស្ត្រនេះងាយនៅពេលដែលបងប្អូនចេះសំលៀងបងប្អូនសំលៀងតាមខ្ញុំទៅអូខេអរគុណច្រើនបើគាត់ថាមានប្រយោជន៍កុំភ្លេច follow និង share ម្ដងមួយ